Số đây là nó đây nhom clip không mà clip này nhom chân vậy chạy tôn ca phát đo sẽ đây số gọi luôn ai hay rủ viên luôn ai nâng nhận đặt tay nào nè để ra ta rương ở vậy khác dương thầu để tha vô màu cả đại khả năng luôn hay ta biết na khác dương thầu ta để tha cùng vô luôn đạp bây chẳng á cùng vô khu có ai cần chờ chân này là con đi tay là kéo thà cất thà o này đi thà ao nhom chơi này đi thà ao nhom cho đang là phụ quạt chẳng nú cứ ở miền man màu chui ở quay chẳng o đo này là o này xong bay ta lối cả được có đo cầm đất miền tại tròn này nó để thà chẳng hay miền tại nè luôn ai tế đà không phải cứ đầm bay luôn ai xem em này là thấy miền tập biết mũi cứ chừng này nó tròn dường chứ bao nhiêu miền sầm nô xua tha xua tơ này nó này tha ta dương cu tại đam biết từng o nô rồi bỏ nè đặt tay tiếtឬក៏យើងខំឲ្យខ្លួនឯងកាន់តែខ្លាំងអានេះបើសម្រាប់ជាមតិយោបល់ខ្ញុំគូក្បាលខ្ញុំអានេះជា podcast សម្រាប់ខ្ញុំមួយដើម្បីខ្ញុំនិយាយចែករំលែកដល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមានយោបល់គំនិតយ៉ាងម៉េចជួយតម្លាក់ comment down below មកហើយយើងជែកវែងញែកគ្នាលេងតាក់ទងនឹងតើបុគ្គលជាខ្លួនយើងគួរតែស្ដាប់សម្ដីអ្នកដទៃខ្លាំងជាងខ្លួនឯងអត់ហ្នឹងបើជា my perspective ខ្ញុំថាខ្ញុំអត់ accept another people idea ទេដោយសារអីមានតែខ្លួនឯងទេដែលជួយខ្លួនឯងបើក្រៅពីពុកម្ដាយគឺខ្ញុំអត់ជឿទាំងអស់ក្រៅពីពុកម្ដាយគឺខ្ញុំអត់មានថាខ្ញុំជឿគាត់ឬក៏អីទេតែនឹងខ្ញុំគិតពិចារណាអញ្ចឹងណាអ្នកនរគ្នាក៏ពិចារណាតើគាត់ធ្វើមកត្រឹមត្រូវអត់តែសម្រាប់ខ្ញុំនៅពេលដែលអ្នកនរគ្នាដុនដាមែនទេណាដែលអ្នកនរគ្នាដែលដល់ចំណុច0ណាដែលរោអត់ឃើញមួយខ្ញុំធ្លាប់ខ្លួនឯងជាមនុស្សខ្លួនឯងមួយដែលខ្ញុំជឿទុកចិត្តបុគ្គលម្នាក់ហ្នឹងហើយបុគ្គលម្នាក់ហ្នឹងអត់ផ្ដល់ភាពស្មោះត្រង់ឲ្យខ្ញុំធ្វើឲ្យខ្ញុំនិយាយថាខ្ញុំខកបំណងខ្ញុំអញ្ចឹងមកខ្ញុំមានផ្នល់កំណត់មួយថ្មីថាខ្ញុំអត់ជឿអ្នកដទៃទៀតទេណាខ្ញុំអត់មានថាខ្ញុំជឿដែរប៉ុន្តែគាត់ថាគឺខ្ញុំទុកចិត្តខ្លួនឯងខ្លាំងជាងហើយគឺខ្ញុំតាំងចិត្តថាខ្ញុំត្រូវតែធ្វើការគឺខ្ញុំត្រូវតែខ្លាំងក៏បែបយ៉ាងទាំងអស់ខ្ញុំត្រូវតែធ្វើការត្រូវតែលុយខ្លួនឯងត្រូវតែចំណាយលុយខ្លួនឯងមិនថាខ្ញុំសល់តិចសល់ច្រើនទេគឺខ្ញុំមានតែកំណត់មួយថាខ្ញុំពឹងផ្អែកលើខ្លួនឯងទាំងស្រុងតែម្ដងអ្នកនរខ្ញុំអត់ពឹងខ្ញុំអត់មានពឹងផ្អែកដល់លើអ្នកដទៃទៀតទេអញ្ចឹងនេះជាផ្នត់កំណត់មួយសម្រាប់ខ្ញុំចែករំលែកដល់អ្នកនរគ្នាដែលខ្ញុំមករស់នៅស្រុកគេរយៈពេល10ឆ្នាំជាងនេះគឺធ្វើឲ្យខ្ញុំមានផ្នត់កំណត់ច្រើនសម្រាប់ខ្លួនឯងហើយក្នុងវីដេអូ podcast ខ្លីនេះគឺចង់ឲ្យប្រាប់អ្នកនរថាមានតែខ្លួនឯងទេគឺជួយខ្លួនឯងបានហើយគឺខំប្រឹងខ្លួនឯងយ៉ាងហ្នឹងអញ្ចឹងបើសិនអ្នកនរគ្នាមានគំនិតយោបល់យ៉ាងណាតម្លាក់ comment down below ជជែកវិញគ្នាលេងអញ្ចឹងអរគុណច្រើនពីខ្ញុំអ្នក Campbell